ជំរាបសួរបងអូយូស៊ូលីនដែលសុខសប្បាយអត់សុខសប្បាយធម្មតាបងតែបាយគ្នាមកទឹកមិនដែរបងសុខសប្បាយទេសុខសប្បាយធម្មតាហ្នឹងហើយតែមុនលីននាំបងទៅជួបលោកគ្រូហើយស្វែងយល់ពីសំណងស្ថាបត្យកម្មមួយចំនួននៅក្នុងវត្តភ្នំនឹងមកចាបងចាប់អារម្មណ៍ដែរចាប់អារម្មណ៍កាន់តែចាប់អារម្មណ៍ហើយទៅស្វែងយល់ពីសំណងស្ថាបត្យកម្មច្រើនជាងមុនចាហើយនិយាយចឹងលីនណាត់បងមកថ្ងៃនេះចង់នាំបងទៅណាទៀតចាបងខ្ញុំណាត់បងមកថ្ងៃនេះដោយសារតែឃើញសប្តាហ៍មុនណាបងមានចំណាប់អារម្មណ៍ខ្លាំងទៅលើផ្នែកស្ថាបត្យកម្មនៅពេលដែលខ្ញុំបាននាំបងទៅជួបជាមួយនឹងលោកគ្រូសាស្ត្រាចារ្យក៏ដូចជាបានដើរមើលកន្លែងមួយចំនួនអញ្ចឹងទេនៅក្នុងថ្ងៃនេះខ្ញុំចង់នាំបងទៅមើលកន្លែងមួយចំនួនទៀតមើលសំណង់ស្ថាបត្យកម្មមួយចំនួនទៀតដែលស្ថិតនៅក្នុងសម័យអាណានិគមជាមួយនឹងខ្ញុំនៅក្នុងថ្ងៃនេះប៉ុន្តែថ្ងៃនេះយើងសំណាងមែនតើបងសំណាងមែនតើចាដោយសារតែនៅក្នុងថ្ងៃនេះមានលោកគ្រូសាស្ត្រាចារ្យគាត់នឹងអញ្ជើញចូលរួមជាមួយយើងនៅសប្តាហ៍មុនដែរប៉ុន្តែមានដល់ទៅ2រូបបងចាអូខេអញ្ចឹងគួរចាប់អារម្មណ៍នេះអញ្ចឹងកុំឲ្យខាត់ពេលយើងទៅជួបគាត់ហ្នឹងអង្គុយសម្រាប់បន្តិចសិនទេបងបងដូចជាយូរហើយតែបើថាទៅមកហត់អង្គុយសិនក៏បានប៉ុន្តែបើសិនជាមកឯងចង់ទៅយើងទៅបានហ្មងបងគិតថាទៅហ្មងចាំទៅសម្រាប់នៅកន្លែងពេលជួបគាត់អូខេតអាណានិគមបារាំងគ្រប់គ្រងប្រទេសកម្ពុជាមានរយៈពេលប្រមាណ90ឆ្នាំក្រៅពីការអភិវឌ្ឍនយោបាយនិងសង្គមបារាំងក៏បាននាំមកនូវការផ្លាស់ប្ដូរយ៉ាងច្រើនផងដែរក្នុងវិស័យស្ថាបត្យកម្មនៅក្នុងសប្តាហ៍មួយនេះយើងនឹងធ្វើការសិក្សាអំពីអ្វីទៅដែលហៅថាស្ថាបត្យកម្មឥណ្ឌូចិនតើសំណង់អគារទាំងអស់នេះមានប្រវត្តិនិងលក្ខណៈពិសេសអ្វីខ្លះតាមដានជាមួយយើងទាំងអស់គ្នាលោកគ្រូជំរាបសួរលោកគ្រូទាំងពីរចាបងខៃនេះលោកគ្រូសាស្ត្រាចារ្យទាំងពីរដែលគាត់មានចំណេះជំនាញខាងផ្នែកស្ថាបត្យកម្មដែលខ្ញុំបានប្រាប់បងមុនហ្នឹងចាលោកគ្រូជំរាបសួរម្ដងទៀតលោកគ្រូនេះគឺជាបងខៃដែលជាសិល្បករតន្ត្រីសម័យរបស់យើងចាធ្លាប់ស្ដាប់បទគាត់ដែរបទអីដែរលោកគ្រូនស្ការៈទឹកភ្នែកស្ការៈទឹកភ្នែកបទហ្នឹងសម័យបាទខ្ញុំឈ្មោះជាច័ន្ទថៃបរៈបច្ចុប្បន្នបម្រើការនៅគណៈស្ថាបត្យករកម្ពុជាហើយសិក្សាមុខជំនាញរបស់ខ្ញុំសិក្សាជំនាញស្ថាបត្យកម្មហើយក្រោយពីចប់ការសិក្សាក៏ខ្ញុំបានបន្តការសិក្សាទៅក្រៅប្រទេសតាមមហារូបករណ៍របស់រដ្ឋាភិបាលទៅសិក្សានៅប្រទេសអាល្លឺម៉ង់រយៈពេល3ឆ្នាំហើយបានត្រឡប់មកវិញបានមកបម្រើការនៅការងារដំបូងនៅក្រសួងសាធារណការហើយបានបន្ទាប់មកក៏ចូលមកធ្វើការនៅក្រសួងរៀបចំដែនដីតាំងពីពេលហ្នឹងរហូតដល់បច្ចុប្បន្នហើយក៏ការងារបន្ថែមមានបណ្ដាបន្ថែមមួយផ្នែកទៀតគឺពាក់នៅក្នុងគណៈស្ថាបត្យករកម្ពុជាបាទហើយបច្ចុប្បន្នខ្ញុំជាស្ថាបត្យករអាស៊ានផងដែរបាទខ្ញុំជួសចៅចរិតសប្តាហ៍ថ្ងៃក៏ជាស្ថាបត្យករអាស៊ានដែរហើយបានចូលរៀនផ្នែកវិស័យស្ថាបត្យកម្មហ្នឹងគឺឆ្នាំ1996ដល់2003ហើយតបមកខ្ញុំក៏បានចូលប្រឡូកជាមួយនឹងវិស័យស្ថាបត្យកម្មក៏ធ្លាប់ធ្វើការងារមួយចំនួនតាក់ទងជាមួយនឹងការងារអភិរក្សដូចជានៅក្នុងខេត្តបាត់ដំបងពីផ្លូវលេខ1ដល់ផ្លូវលេខ3ហើយនឹងក៏ដូចជាផ្ទះលោកម្ចាស់ដែរនៅក្នុងសាលាខេត្តបាត់ដំបងហ្នឹងបាទតាំងពីឆ្នាំ2002 2003មកហ្នឹងជានិក្ខេមកបត់បញ្ចប់ការសិក្សារបស់ខ្ញុំដែលខ្ញុំដំបូងដែលស្គាល់ពីការងារអភិរក្សផ្ទះបេតិកភណ្ឌវប្បធម៌ហ្នឹងបាទហើយបន្ទាប់មកក៏ខ្ញុំធ្វើការងារផ្សេងដែលតាក់ទងជាមួយវិស័យស្ថាបត្យកម្មហើយបច្ចុប្បន្នខ្ញុំក៏មានការងារតាក់ទងនឹងវិស័យនឹងបន្តទៅទៀតគឺនៅក្នុងសមាគមស្ថាបត្យករនៅកម្ពុជាដែលខ្ញុំជាប្រធានផ្នែករដ្ឋបាលចាអញ្ចឹងទេចង់សុំលោកគ្រូទាំងពីរឲ្យជួយនាំយើងខ្ញុំទាំងពីរដើរមើលជុំវិញបរិវេណអគារនេះក៏ដូចជាចង់សាកសួរលោកគ្រូខ្លះតាក់ទងនឹងការលម្អឡើងវិញនៃអគារនេះក្រោយពេលដែលបាក់បាយក្រោយសង្គ្រាមណាលោកគ្រូចាបាទចាសូមអញ្ជើញលោកគ្រូជួយអរគុណបាទអគារនេះចេះមុននឹងចូលដល់អគារនេះខ្ញុំខ្លួនឯងឬក៏ចង់ឲ្យក្មួយចាប់អារម្មណ៍ដែរ
ខ្ញុំខ្លួនឯងខ្ញុំក៏ចាប់អារម្មណ៍ឆ្ងល់ដែរពីមុនឃើញមានតម្រងអាគារនេះមួយហើយនៅសៀមរាបមានមួយទៀតណាសៀមរាបបរិយាដំណាក់ អូ ចិត្តបងជេបងចង់តើឃើញថាមានតម្រងប្រហាក់ប្រហែលគ្នានេះវាអត់ដូចទេតែវាប្រហាក់ប្រហែលគ្នាបាទអញ្ចឹងខ្ញុំក៏ធ្លាប់ឆ្ងល់ដែរតែពីរហ្នឹងយ៉ាងម៉េចបាទអញ្ចឹងណែកន្លែងនេះអាគារ CDC យើងរាល់ថ្ងៃយើងហៅថាក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាហ្នឹងពីដើមពីមុននោះគេហៅថាគេហៅប៉ាឡេដោយកុំមីសារីយ៉ាដឺហ្វ្រង់សានភាសាបារាំងទេណា បាទ ហើយបើយើងបកប្រែជាភាសាជាពីបារាំងមកខ្មែរត្រង់គេហៅថាអាគារស្នងការប៉ូលីសរបស់បារាំងប៉ុន្តែមែនតើមិនមែនចឹងទេអញ្ចឹងអាគារនេះជាអាគារជាគេហៅថាវិមានរដ្ឋាភិបាលត្រូវជាងវិមានរបស់រដ្ឋាភិបាលមានន័យថាគេហៅថាអី Residence Superior បារាំងហ្នឹងគាត់មកណាស់នៅធ្វើការនៅក្នុងទីតាំងនៅក្នុងអាគារហ្នឹងបាទអញ្ចឹងអាគារនេះគាត់គេសង់នៅឆ្នាំចន្លោះឆ្នាំក្នុងខែកំឡុងឆ្នាំ1930 អូ បាទ1930មកដល់ឥឡូវនេះវាចូលចិត្ត100ឆ្នាំដែរហើយបាទអញ្ចឹងការសង់ហ្នឹងយើងហៅថាវាមានរដ្ឋាភិបាលនោះមានន័យថាម៉េចបានគេសង់អញ្ចឹងគេមានរឿងរបស់គេបាទចាំមុននឹងដើរចូលខ្ញុំសូមនិយាយរឿងឲ្យស្ដាប់តិចសិនបាទអញ្ជើញលោកគ្រូបាទរឿងហ្នឹងចេះរឿងទី1យើងហៅថាវិមានរដ្ឋាភិបាលកាលនោះយើងហៅថាក្រមការយើងហៅអាណាព្យាបាលរបស់បារាំងក៏បានដែរក៏បានយើងថាចឹងចុះណាបាទព្រោះហៅអញ្ចឹងជាវិមានរដ្ឋាភិបាលនៅទីក្រុងប៉ារីមានវិមានរដ្ឋាភិបាលអីដែរគេហៅតំបន់កាដេរ៉ូមកគេទៅណាកន្លែងនេះទីតាំងមួយធំសម្បុកសម្បើមអស្ចារ្យអញ្ចឹងទៅអញ្ចឹងដើម្បីឆ្លុះថាជាអំណាចនៃរដ្ឋាភិបាលអំណាចអីក៏គេបានសង់លើទីតាំងកន្លែងហ្នឹងមុខមាត់ទន្លេហើយនៅនោះគេនេះចិត្តទន្លេសែនចិត្តអីដែររបស់បារាំងនៅសេរីđóណាហើយយើងមានមាត់ទន្លេ4មុខនេះទៅក៏យកទីតាំងមកសង់ទៅហើយមានចែកជាតម្រងបែបហ្នឹងហើយតម្រងបែបហ្នឹងមិនបានគេធ្វើអញ្ចឹងពួកគេវិមានរដ្ឋាភិបាលវិមានធំផ្លូវការហ្នឹងគេច្រើនតែគេប្រើរចនាបថមួយគេហៅថា Neo Classic គេ Neo ពេលហ្នឹងមកពី Classic យើងនិយាយយល់ទេ Classic មិនន័យថារៀងបុរាណឬអីទេតែប៉ុន្តែ Neo នោះពាក្យគេប្រែថាថ្មីយ៉ាងថ្មីឬក៏ក្រោយយើងទៅវាវិវត្តអញ្ចឹងតម្រងអាគារហ្នឹងគេយកគេហៅថារចនាបថ Neo Classic ហ្នឹងគឺឧទាហរណ៍និយាយឧទាហរណ៍ហ្មងស្រួលថាអាគារមានអីខ្លះមានទី1យើងសេតតាវិមានតែសហរដ្ឋអាមេរិកនេះគឺរចនាបថ Neo Classic ហ្នឹងឯងហើយទី2អាគារគេហៅវិមាន Capitol ប្រសិទ្ធភាពហ្នឹងក៏ជាអំបូរ Neo Classic ដែរអញ្ចឹងពួកនេះនៅក្នុង Neo Classic គោលធំហើយមកបានតាក់ទងនឹងគេហៅថាការតុបតែងលម្អនៅលើអាគារគេហៅ design យើងរាល់ថ្ងៃយើងហៅថា design អញ្ចឹង design នោះគេប្រើរចនាបថពីរចូលគ្នាមានទី1គាត់ហៅថារចនាបថគេហៅ Art Deco អាហ្នឹងយើងតាមការស្រាវជ្រាវអានោះមិនខ្ញុំចេះខ្លួនឯងទេណាបាទ Art Deco នោះគឺជារចនាបថមួយដែលយើងធ្វើមកត្រង់ភ្លើងស្អាតរបៀបជាឧស្សាហកម្មរបៀបជាទឹកដៃយើងធ្វើជាអីទាក់ទងនឹងរឿងឧស្សាហកម្មហ្នឹងជាបច្ចេកវិទ្យាជួយច្រើនបាទហើយមានកូនរចនាបថមួយទៀតយើងហៅថា Art Nouveau អានោះភាសារបស់គេទៅណាភាសាបារាំង Art Nouveau សិល្បៈសេរីថ្មីអញ្ចឹងសិល្បៈសេរីថ្មីនោះចំណុចគេគឺអា element decoration តុបតែងលម្អគេនោះជារបៀបជាផ្កាជាវល្លិជាអីយ៉ាងទៅអញ្ចឹងដោយឡែកបាទគឺយើងនេះរបស់យើងវាមើលឃើញតែដូចក្បាច់យើងនេះគឺយើងឃើញក្បាច់ផ្កាច័ន្ទក្បាច់អីដូចជាក្បាច់ជាធម្មជាតិជាអីអញ្ចឹងអាហ្នឹងវាចូលដំបូង Art Nouveau ហ្នឹងឯងអញ្ចឹង3ហ្នឹងគេយកមកបញ្ចូលគ្នាដើម្បីសង់បានអាគារហ្នឹងមួយបាទអញ្ចឹងយើងអាចចូលទៅក្នុងមើលអីដើរមើលទៅយេក៏យ៉ាងម៉េចបាទជើញបាទចឹងរចនាបថយើងហៅថា Neo Classic ហ្នឹងគឺគេធ្វើមកយើងជារបៀបផ្លូវការរៀបរយត្រង់ប៉ុន្តែស្អាតរៀបរយអញ្ចឹងណាបាទអញ្ចឹងអាគារនេះក្រោយពីបារាំងគាត់បកគលឯករាជ្យឲ្យកម្ពុជាយើងអញ្ចឹងកម្ពុជាក៏បានប្រើប្រាស់ជាវិមានរដ្ឋាភិបាលបាទហ
ហើយបានបន្តមកទៀតនៅសម័យខ្មែរក្រហមក៏គាត់ប្រើជាវិមានយើងហៅថាវិមានរដ្ឋាភិបាលវិមានផ្លូវការរបស់គាត់ដែរបាទនៅឆ្នាំ1991ចាំខ្ញុំចាំក្នុងកំឡុងហ្នឹងក្រោយពីសន្ធិសញ្ញាក្រុងប៉ារីសយើងបានឯកភាពគ្នាទាំងអស់ក៏ឯកភាពស្រស់ស្រួលគ្នាគ្រប់ភាគីហើយក៏បានក្នុងនាមជាស្ថាបត្យករអ្នករៀបចំក្រុងរៀបចំអីហ្នឹងក៏បានទីមួយគឺចាប់ផ្ដើមរៀបចំជួសជុលអគារនេះបាទជួសជុលឡើងវិញបាទដើម្បីយើងហៅថាប្រើប្រាស់ជាអគាររបស់ពុនតាក់ហើយក្រោយមកជាអគារយើងហៅអគារ SNC អីគឺនៅនឹងបាទហើយបានប្រើបន្តសម្រាប់ការប្រជុំជាផ្លូវការជាអីហ្នឹងរហូតមកដល់បច្ចុប្បន្ននេះយើងប្រើជាអគារហៅថា CDC ហ្នឹងគឺការឲ្យក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាទៅដូចរាល់ថ្ងៃដូចយើងបានឃើញហើយមានស្ដាប់នៅលក្ខណៈស្អាតមានផ្លៃធ្នូផ្លូវការអញ្ចឹងបាទហ្នឹងជាប្រវត្តិនៃអគារ CDC ហ្នឹងបាទអញ្ចឹងបានន័យថារចនាបថ Leo Classic នេះគឺផ្ដោតសំខាន់យកទៅរចនាអគាររដ្ឋបាលផ្សេងធំចា៎បាទដែលរចនាបថនេះគឺអត់មានភាពសាំញ៉ាំច្រើនទេហើយអគារចេញមកគឺស្គមស្កៃហ្មងចា៎បាទអញ្ចឹងដែលមានន័យថាម៉េចមានន័យថាទី1សម្រាប់អគារប្រភេទធំដែលយើងហៅថាអគារផ្លូវការអញ្ចឹងបើយើងប្រើជារចនាបថដើមយើងហៅថាជា classic ជាអីនេះមានក្បាច់រចនាច្រើនអញ្ចឹងក៏វាល្អហើយក៏ប៉ុន្តែវាចំណាយពេលយូរហើយក៏ចំណាយថវិកាច្រើនអញ្ចឹងបានសម័យក្រោយមកអគារនេះដែលយើងប្រើហៅថាសម្រាប់ជាអគាររដ្ឋាភិបាលដែលបានលុយថាសុថាបានលុយពីណាមកសង់អគាររដ្ឋាភិបាលគឺលុយបង់ពន្ធរបស់ប្រជាជនបាទបង់ពន្ធរបស់រាជរបស់ប្រជាជនយ៉ាងទៅអញ្ចឹងក៏រដ្ឋាភិបាលលោកថាចាយលុយនោះយ៉ាងណាដើម្បីឲ្យមានប្រសិទ្ធភាពកុំឲ្យខ្ជិះខ្ជាយក៏ប៉ុន្តែនៅរក្សាភាពថ្លៃថ្នូរភាពហៅថាភាពផ្លូវការភាពស្កមស្កាយវានៅចំពោះកាលណាជារដ្ឋាភិបាលមួយដែរប៉ុន្តែវាបន្តិចបន្តួចកប៉ិចកប៉ុកក៏វាខ្វះភាពថ្លៃថ្នូរភាពអីដែរអញ្ចឹងវាត្រូវរក្សាភាពដល់អញ្ចឹងនៅក្នុងសម័យនេះដែលយើងហៅថាអគារបេតិកភណ្ឌអគារនៅក្នុងជំនាន់សម័យអាណានិគមបារាំងយើងហៅថាអញ្ចឹងហើយរចនាបថហ្នឹងមួយទៀតមែនតើស្ថាបត្យករខ្លះអ្នកស្រាវជ្រាវខ្លះគាត់ហៅថាគេហៅស្ថាបត្យកម្មអណ្ដូងចិនមានន័យថាខ្ញុំសូមអនុញ្ញាតចាំខ្ញុំទៅស្ថាបត្យកម្មអណ្ដូងចិនអញ្ចឹង Neo Classic នេះគឺដែលយើងឃើញខុសពីអីផ្សេងដែលយើងឃើញដូចជាប៉ុស្តិ៍ដូចអគារប៉ុស្តិ៍ប្រៃសណីអីគឺខុសគ្នាអញ្ចឹងអាហ្នឹងវិវត្តមួយក្រោយអញ្ចឹងសម័យមុនដែលយើងឃើញប៉ុស្តិ៍ឃើញអីរាល់ថ្ងៃហ្នឹងគេហៅស្ថាបត្យកម្មអណ្ដូងចិនអញ្ចឹងនៅពេលដែលបានស្ដាប់នៅភាសារបស់លោកគ្រូណែនាំទៅឃើញថារៀងបានយល់ដឹងបន្តិចទៀតគេហៅថា unlock ចំណេះដឹងមួយទៀតណាចាលោកគ្រូអញ្ចឹងនៅក្នុងអគារមួយនេះគឺមានរចនាបថក៏ដូចជាការរៀបចំគួរចាប់អារម្មណ៍ជាច្រើនទៀតតាមដែលខ្ញុំមើលឃើញទៅអញ្ចឹងលោកគ្រូតើយើងគួរទៅផ្នែកខាងណាទៀតដែរលោកគ្រូបាទអញ្ចឹងយើងមើលខាងក្រៅវិញតោះចាលោកគ្រូចឹងស្ថាបត្យករគាត់បំបែកលំហខាងក្នុងហើយនឹងលំហខាងក្រៅលំហខាងក្រៅដូចយើងមើលឃើញនេះវាផ្ដាច់ចេញពីកន្លែងអគារពីរផ្សេងគ្នាហ្នឹងគឺដើម្បីថាក្រៅពីគាត់ធ្វើការនៅក្នុង office គាត់អាចចេញមកក្រៅគាត់មកជជែកគ្នាឬក៏អង្គុយលេងអាចញ៉ាំជាកាហ្វេឬក៏ជប់លៀងពេលល្ងាចអីតិចតួចភាសាការងារគាត់ចេញមកក្រៅមកអីបានហើយដោយកន្លែងនេះគាត់មានសួនមានបាញ់ទឹកមានអីមកជាការលំហែនៃអារម្មណ៍ស្ថាបត្យករមិនចង់ design ឲ្យអ្នកដែលប្រើប្រាស់ហ្នឹងក៏ stress ទេណាគឺយើងគិតទៅលើថាយើងធ្វើយ៉ាងម៉េចដើម្បីឲ្យពេលដែលបម្រើការងារឬក៏ចូលមកប្រើប្រាស់នៃអគារហ្នឹងកាត់បន្ថយការ stress សម្រាប់អ្នកប្រើប្រាស់ហ្នឹងគឺស្ថាបត្យករគិតគូរពីលំហបែបអញ្ចឹងដោយតែបងមានភាសាពីមុនដែរអញ្ចឹងចាលោកគ្រូខ្ញុំសូមមតិយោបល់ពីលោកគ្រូថាតើលោកគ្រូមានចំណាប់អារម្មណ៍យ៉ាងណាដែរនៅពេលដែលបានឃើញបែបអគារនេះគឺស្គមស្កៃបែបLeo Classic เนาะចាប៉ុន្តែបើជាមានបន្ថែមជាមួយនឹងរចនាបថបែបនេះគេហៅថា
Nuvo អានូវូចាចាលោកគ្រូយល់យ៉ាងណាដែរចំពោះការរួមបញ្ចូលបែបនេះចា បាទអញ្ចេះអានូវូនេះយើងនិយាយម្ដងទៀតថាអ្វីជាអានូវូនោះគឺជាការរំលេចនៃរបស់បែបជាធម្មជាតិអញ្ចឹងឧទាហរណ៍ថាយើងមើលមកផ្កានេះអីនេះយើងហៅថាជា element នៃអានូវូគាត់ដែរគាត់ជាធម្មជាតិអញ្ចឹងអ្នកឯកទេសហៅថាសិល្បករជាស្ថាបត្យករគាត់ច្នៃពីរបស់ធម្មជាតិនោះចូលមកនៅក្នុងហ្នឹងអញ្ចឹងជាក្បាច់រចនាជាអីបាទអញ្ចឹងអានូវូនេះគាត់បន្តសល់ពីរចនាបថមុនរចនាបថដើមដែលមានថាជាហៅថាជា decorative របៀបនឹងច្រើនមកគាត់យកមកចំណែកណាយកមកដាក់មកកុំឲ្យឃើញថាវាស្រឡះវាស្អាតពេកដែលខុសពីសម័យក្រោយបាទហើយទី2ដែលយើងហៅថារចនាបថ neo classic ហ្នឹងបាទដែលថាវាសម្រាប់សំណង់ធំស្កឹមស្កៃផ្លូវការអីហ្នឹងដូចយើងមើលធៀបខ្លួនយើងជាមួយនឹងអាគារនេះយើងឃើញគាត់ធំស្កឹមស្កៃបាទធំស្កឹមស្កៃសម្បើមហើយបើធៀបយើងជាមនុស្សយើងឃើញដូចយើងតូចងងប៉ុន្តែពីបរិយាកាសពីហ្នឹងជួយបំពេញបន្ថែមឲ្យគ្នាបានន័យថាម៉េចបានន័យថាអាគារនេះគាត់ស្កឹមស្កៃក៏តែគាត់បានអាគារនេះក៏បានជួយឆ្លោះប្រចាំងឲ្យយើងជាមនុស្សជាអីហ្នឹងក៏មានភាពហៅសោភ័ណភាពខ្លួនឯងដែលហៅថាការចែងចាំងរីកសម្រស់យើងហៅថាសម្រស់សោភ័ណភាពចេញដោយឡែករៀងខ្លួនអញ្ចឹងឯងមិនយើងហៅថាជាការចម្រុះនៃរចនាបថ3ចូលគ្នាហ្នឹងគឺមាន Art Nouveau Art Deco ហើយនិង Neo Classic ហ្នឹងបូកបញ្ចូលគ្នាអញ្ចឹងគេអាចមានស្ថាបត្យកម្មសម័យក្រោយផ្សេងទៀតដែរអាចមិនធ្វើអញ្ចឹងប៉ុន្តែអានោះជារឿងមួយផ្សេងតទៀតដោយឡែករចនាបថហ្នឹងគាត់និយាយភាសាគាត់និយាយអញ្ចឹងបាទខ្ញុំបានន័យថារចនាបថបែបលាយបញ្ចូលគ្នាបែបនេះអាចនិយាយបានថាល្បីល្បាញនៅក្នុងសម័យកាលនោះចាអញ្ចឹងរចនាបថផ្សេងក្រោយមកទៀតក៏បែបផានជាការច្នៃថ្មីចាមានគំនិតថ្មីទៀតអញ្ចឹងទៅចាហើយអូនឃើញទេបន្ថែមជាងនឹងទៅទៀតណាអាជាងទៀតឬក៏ប្រកាន់ដៃហ្នឹងក៏មិនមែនជាមុខងារសម្រាប់តែធ្វើសម្រាប់តែប្រកាន់ដៃទេអញ្ចឹងដូចជាតុកយ៉ាងជាតុកហើយឬក៏កៅអីពេលដែលយើងចូលជែកគ្នាយើងអាចដាក់មានភេសជ្ជៈមានអីផ្សេងអញ្ចឹងយើងធ្វើជាតុកអញ្ចឹងហើយក៏បានដោយសារខ្ញុំផ្នែកតន្ត្រីអញ្ចឹងខ្ញុំឃើញកន្លែងនេះខ្ញុំថាកន្លែងនេះមានកម្មវិធីធ្វើជាឆាកបាទមើលទៅវាដូចជាការរៀបចំមកគឺប្រើបានច្រើនមែនទែនដោយសារខ្ញុំផ្នែកខ្ញុំតន្ត្រីអញ្ចឹងខ្ញុំនឹកឃើញឆាករបស់គេហើយយើងមានខាងក្រោមនេះអញ្ចឹងមើលពីលើទៅអញ្ចឹងឃើញស្អាតហ្មងបាទហើយចង់រំលេងតិចដែរថាដឹងក្មួយបានសង្កេតអត់ពិសេសនៅប្រាសាទអង្គរវត្តយើងអាសាទៅអញ្ចឹងអង្គរវត្តនៅពេលដែលយើងចេញពីលំហមួយទៅលំហមួយដូចមានលំហស្រឡះមួយផ្ដាច់ដូចយើងមើលឃើញអញ្ចឹងនៅតាមប្រាសាទបុរាណនេះគេច្រើនគាត់មានលក្ខណៈហ្នឹងដែលស្ថាបត្យករសម័យនោះគាត់បានចាប់អារម្មណ៍ចាប់យល់ច្រើនពីលំហពីអីចាឃើញមានច្រើនដល់ពេលលោកគ្រូមានប្រសាសន៍អញ្ចឹងបានខ្ញុំចាប់អារម្មណ៍ថាលំហហ្នឹងវាជួយជំរុញឲ្យមើលទៅសំណង់ហ្នឹងវាមហិមាទៅប្រចាប់អារម្មណ៍បើសិនជាអត់លោកគ្រូអត់មានប្រសាសន៍ទេខ្ញុំអត់ទាន់ចាប់អារម្មណ៍ស្បែកហ្នឹងទេបាទដោយសារតែយើងចេះតែគិតថាសំណង់បុរាណប្រហែលជាគេធ្វើនឹងម៉ូដបុរាណអីចឹងយើងអត់យល់ពីខ្ញុំអត់យល់ស្ថាបត្យកម្មបាទដោយសារស្ថាបត្យករគាត់ចេះបំលែងគឺថា connection ពីអាគារមួយគាត់ប្រើប្រាស់លំហហ្នឹងគាត់ត្រូវមានអីតាក់ដើម្បីទៅភ្ជាប់ជាមួយអាគារមួយទៀតដូចបងអូនថាជាសិល្បករជាតន្ត្រីករស្ថាបត្យករក៏ជាសិល្បករដូចគ្នាអញ្ចឹងថាតើតួកំបាញអាការប្រើប្រាស់ពិតជាមួយនឹងអារម្មណ៍រូបអារម្មណ៍របស់អ្នកដែលប្រើប្រាស់ទាំងអស់ហ្នឹងត្រូវច្បាច់ចូលគ្នានៅក្នុងប្លង់ហ្នឹងយ៉ាងម៉េចណាអញ្ចឹងខ្ញុំឃើញជាឧទាហរណ៍អញ្ចឹងដូចអាគារនេះអញ្ចឹងឃើញទេដល់ពេលបងអូនចូលមកបងអត់ប្រាប់បងអត់ដឹងទេបាទទេដូចលំហហ្នឹងអត់ដឹងទេប៉ុន្តែស្ថាបត្យករគឺមាននៅក្នុងហ្នឹងបាទរឿងមួយទៀតដែលជាការចាប់អារម្មណ៍ហ្នឹងមិនថាជាយល់ឃើញត្រូវឬក៏យ៉ាងណាប៉ុន្តែជួយចាប់អារម្មណ៍ទាំងអស់គ្នាទីមួយយើងនិយាយចេញពីទីតាំងនេះជាយើងហៅថាជាកន្លែងធ្វើការហើយធ្វើការនេះក៏មិនមែនជាការងារស្រួលប្រមាណដែលវាជួបតាក់ទងនឹងកិច្ចសហការអន្តរជាតិការចរចាអញ្ចឹងការចរចាមិនមែនជាការនិយាយគ្នាលេងទេចរចាវាមានភាពតាំងតែងបាទអញ្ចឹង
ណែអ្នកដែលមកចរចានេះមកធ្វើអីគាត់មានសម្ពាធមានអីខ្លះ ចា អញ្ចឹងដើម្បីរំលេចគឺដើម្បីបណ្ដោះសម្ពាធដែលគាត់មានហ្នឹងគាត់អាចមិនបានទាំងស្រុងគាត់បានមករយៈពេលបានន័យថាម៉េចបាននៅពេលដែលគាត់ចេញមកគាត់នៅខាងក្នុងបរិយាកាសមួយដែលគាត់តានតឹងតែបើគាត់ចេញមកខាងក្រៅមកចេះមកគាត់ឃើញសួនឃើញភាពលហតលាអញ្ចឹងអារម្មណ៍គាត់មកខណៈប្រហែលនាទីខ្ញុំមិនដឹង 3-4 នាទីដែលគាត់ដើរកាត់ឬក៏1នាទីអីហ្នឹងគាត់មានអារម្មណ៍មួយផ្សេងហើយថាគាត់មានការសម្រាកនៃការគិតតាំងតែអញ្ចឹងគាត់ភាពសម្រាករបស់គាត់បានត្រូវបានកើតឡើងហើយផ្ដាច់អាភាពតានតឹងនោះក៏បានផ្ដាច់ចោលមកដាក់គាត់តានតឹង3ម៉ោងអញ្ចឹងគាត់អាចនៅពេលដែលគាត់ចូលមកទៅនេះគាត់ផ្ដាច់អស់5នាទីគាត់សល់តែ2ម៉ោង55នាទីជាងគាត់មានអាលទ្ធភាពបានធូរស្រាលនឹងបន្តិចបាទហ្នឹងតាក់ទងសំឡងនេះអញ្ចឹងការងារសាវត្ថករនោះគាត់យល់រឿងពីររឿង2ឬក៏3រឿងសង្គមរឿងហៅថាផ្លូវចិត្តហើយនឹងរឿងវិទ្យាសាស្ត្រឬសិល្បៈគាត់ធ្វើការងារគាត់ផ្ដុំបងបញ្ចូលគ្នាអញ្ចឹងហ្នឹងការងារស្ថាបត្យកម្មជាការងារនឹងឯងបាទតែត្រូវបាទ អូស៊ីជំរឿបាទស៊ីជំរឿនេះអ្នករៀនណា ចាលោកគ្រូតែសារចំណុចតូចៗហ្នឹងវាគួរឲ្យរៀនតាមមែនតើចាវាគួរឲ្យស្វែងយល់ អញ្ចឹងយើងចាប់ពីអាគារ CDC នេះយើងបន្តទៅអាគារយើងហៅថាអាគារអតីតការិយាល័យសុរិយោដីបាទដែលនៅចំហៀងនៅខាងនោះបាទ អូខេបាទអញ្ចឹងដូចជាកុំឲ្យកាត់ពេកយើងធ្វើហ្មងឬបាទ ទៅទាំងអស់គ្នាហ្មង អញ្ចឹងយើងបន្ទាប់ពីបានមើលអាគារ CDC រួចហើយឥឡូវយើងមកនៅទីនេះដើម្បីយើងពិភាក្សាគ្នាអំពីដំណើរទស្សនាចររបស់យើងតទៀតដោយចាប់ផ្ដើមពីការយើងអង្គុយនៅទីនេះនៅលើយើងហៅថាចិញ្ចើមថ្នល់ផ្លូវសាធារណៈដែលចិញ្ចើមនេះជាបម្រើផលប្រយោជន៍មួយសម្រាប់ការអង្គុយការលក់ដូរការអីនៅនេះឲ្យមហាជនដែលគាត់ដើរគាត់អាចអង្គុយអាចទទួលទានអីបានហើយការអង្គុយនៅទីនេះដែរក៏ឆ្លុះបញ្ចាំងទីមួយតាក់ទងនឹងថាយើងហៅថាបង្ហើមទីក្រុងដែលគណៈស្ថាបត្យករជាមួយនឹងសមាគមបានសហការគ្នារៀបចំធ្វើឡើងបាទអញ្ចឹងយើងមានការប្រកួតប្រជែងស្នាដៃបង្ហើមទីក្រុងបានន័យថាយើងចង់ឲ្យប្រជាជនក្រៅពីនៅក្នុងផ្ទះឲ្យគាត់ចេញមកនៅខាងក្រៅក្នុងលំហខាងក្រៅដែរបាទហើយលំហដង្ហើមទីក្រុងដែលយើងបានចូលរួមនៅជាមួយហ្នឹងហើយវាក៏ជាការឆ្លុះបញ្ចាំងនៃដង្ហើមពិតនៃអាគារដែលយើងឃើញថាអាគារដែលថាយើងហៅថាសម័យអាណានិគមដែលស្ថាបត្យករសម័យនោះគាត់សាងសង់គឺដើម្បីឲ្យវាស៊ីនេះហើយកន្លែងនេះក៏វាជាការរំលេចឬការឆ្លោះបញ្ចាំងបង្ហាញថាភាពដើមអញ្ចឹងនៅយើងបើយើងនិយាយពីស្រុកបារាំងស្រុកផ្សេងអឺរ៉ុបដែលថាដើមកំណត់ដែលយើងបង្កើតអាគារដែលយើងថាហ្នឹងគឺគាត់អង្គុយតាមហ្នឹងអង្គុយហែមានហាងអញ្ចឹងមាន10មានកៅអីអង្គុយហែអង្គុយទៅជែកគ្នាលេងអញ្ចឹងទៅណាអង្គុយទៅញ៉ាំអីញ៉ាំមិនញ៉ាំក៏អត់អង្គុយលេងបន្តិចហត់បាទហត់បដើទៅណាទៅអីទៀតទៅណាចង់ញ៉ាំអីគេញ៉ាំតែអញ្ចឹងអាហ្នឹងយើងហៅថាយើងសាកល្បងរសជាតិនៃជីវិតនឹងបង្ហើបនឹងតិចមើលដែលឆ្លុះបញ្ចាំងសម័យកាលនោះផងហើយនឹងសម័យយើងថ្មីផងបាទអញ្ចឹងយើងបន្តទៅទៀតនឹងយើងពិភាក្សាពីអាគារសុយោដីបាទតើក្មួយមានចម្ងល់អីចង់ដឹងពីអាគារនេះគេហៅថាអាគារសុយោដីហ្នឹងដើមហ្នឹង ចាលោកគ្រូមែនតើបើសិនជាខ្ញុំអត់បានស្រាវជ្រាវតើតើនៅឯកសារទាំងអស់ហ្នឹងទេគឺខ្ញុំអត់បានដឹងថាអាគារអតីតអាគារសុរិយោដីហ្នឹងគឺនៅក្នុងបរិវេណរបស់អគ្គិសនីកម្ពុជាហ្នឹងទេចាអញ្ចឹងខ្ញុំក៏ចង់ដឹងពីប្រវត្តិបន្ថែមទៀតតើតើនឹងការរចនាអាគារសុរិយោដីហ្នឹងនឹងការប្រើប្រាស់នៅក្នុងសម័យកាលនោះផងដែរអាចារ្យគ្រូ ហ្នឹងហើយតាក់ទងជាមួយប្រវត្តិនៃអាគារនេះតាមការស្រាវជ្រាវរបស់ខ្ញុំក៏បានអាននៅលើការចងក្រងមួយចំនួនគឺសម័យកាលហ្នឹងដោយសាររដ្ឋាភិបាលបារាំងគាត់បាននាំយកនៅការគ្រប់គ្រងដីធ្លីគឺការប្រែក្លាយគឺការប្រែក្លាយពីការគ្រប់គ្រងរបស់រាជការមកជាកម្មសិទ្ធិឯកជនឬក៏បុគ្គលហ្នឹងអញ្ចឹងបានថាយើងឃើញថា
អាគារនេះសាងសង់ក្នុងអំឡុងឆ្នាំ1900រហូតដល់1910ហ្នឹងហើយហើយអញ្ចឹងបានថាការនាំយកនូវច្បាប់ថ្មីពីប្រទេសបារាំងមកតាំងពីឆ្នាំ1884មកអញ្ចឹងតម្រូវការនៃការតម្រូវការអាគារក៏ចាប់ផ្ដើមធ្វើឡើងក្នុងអំឡុងឆ្នាំនោះទៅហើយយើងឃើញថាក្រោយមែនតែការតម្រូវការដូចចេះតែតម្រូវការបន្ថែមអញ្ចឹងបានថាគេចាប់ផ្ដើមសាងសង់អាគារនេះដើម្បីយកមកប្រើប្រាស់សម្រាប់ជាសូចរដីហើយបន្ទាប់មកក្នុងប្រហែលឆ្នាំក្រោយមកគឺសព្វអករខ្មែរដែលល្បីឈ្មោះនៅក្នុងសម័យកាលនោះគឺលោកលូបានហាប់ដែលគាត់បញ្ចប់ការសិក្សាពីប្រទេសបារាំងមកហើយគាត់ក៏ជាប្រធាននាយកដ្ឋាននគរនីយកម្មនិងលំនៅឋានហើយគាត់ក៏បានមកស្នាក់នៅក្នុងអាគារនេះរយៈពេលខ្លីជាបណ្ដោះអាសន្នហើយបន្ទាប់មកគាត់ក៏ផ្លាស់ទីលំនៅទៅផ្ទះឯកជនរបស់គាត់ហ្នឹងគាត់ប្រែក្លាយអាគារនេះជាទីស្នាក់ការកណ្ដាលសម្រាប់នាយកដ្ឋាននគរនីយកម្មនិងលំនៅឋាននឹងតែម្ដងហើយក្រោយមកក៏ប្រែក្លាយក្រោយពីក្រោយឆ្នាំមកក៏ប្រែក្លាយជាកំពង់ខែស្វាយយ៉ាតហើយឥឡូវនេះបច្ចុប្បន្នក៏ជារបស់រាជការដែរគឺEDC នឹងអ្នកអគិសនីកម្ពុជាចាបើអញ្ចឹងអាយុកាលគិតទៅ100ឆ្នាំជាង100ឆ្នាំលើសបាទអូបាទអញ្ចឹងលោកគ្រូតម្រង់ស្ថាបត្យកម្មនេះយើងហៅថាស្ថាបត្យកម្មឥណ្ឌូចិនដែលយើងបាននិយាយគ្នាខាងនោះបាទអូបាទនឹងដែរមែនទេលោកគ្រូបាទព្រោះអញ្ចេះនៅឆ្នាំ1900ជាងហ្នឹងបារាំងគាត់បានមកនៅនៅឥណ្ឌូចិនយើងនេះហើយគាត់គ្រប់គ្រងបានទាំងកម្ពុជាទាំងឡាវទាំងវៀតណាមអញ្ចឹងណាបាទអញ្ចឹងគ្រប់យ៉ាងនៅក្រោមការគ្រប់គ្រងមើលការខុសត្រូវបាទជាអាណាព្យាបាលដោយបារាំងហើយបារាំងគាត់ចាប់ផ្ដើមធ្វើការសាងសង់ឬក៏អភិវឌ្ឍអីតាមគោលការណ៍ដែលហៅថាបោះបារាំងគាត់បានរៀបចំបាទអញ្ចឹងគាត់បានក្នុងនោះក៏មានទាំងការងារស្ថាបត្យកម្មការងាររៀបចំទីក្រុងការងាររដ្ឋបាលការងារអីគឺបារាំងគាត់ជាអ្នកដឹកនាំគ្រប់គ្រងចាត់ចែងបាទពីដើមយើងនៅក្រោមរបស់ហៅថាព្រះមហាក្សត្រតែដល់ក្រោយយើងសុំដាក់ថាជាគេហៅថាក្រមអាណាព្យាបាលរបស់បារាំងគាត់ចាប់ផ្ដើមរៀបចំចាត់ចែងអញ្ចឹងគាត់បញ្ជូនតាំងពីស្ថាបត្យករយកមកសិក្សាមិនតែនៅកម្ពុជាទេនៅប្រទេសឡាវក៏ដូចគ្នានៅវៀតណាមក៏ដូចគ្នាអញ្ចឹងបានពួកគាត់ជាក្រុមធំមួយដែលថាគាត់គ្រប់ទាំង3ប្រទេសហ្នឹងអញ្ចឹងបានគាត់បង្កើតជាស្ថាបត្យកម្មមួយដែលក្រោយមកទេយើងហៅថាស្ថាបត្យកម្មឥណ្ឌូចិនចឹងមូលហេតុថាហេតុអីបានយើងហៅថាស្ថាបត្យកម្មឥណ្ឌូចិនមិនហៅថាស្ថាបត្យកម្មហៅសម័យហៅថាបារាំងឬអីចឹងណាព្រោះយើងមើលអាគារអស់នេះបើយើងចូលទៅនៅស្រុកបារាំងនៅអត់កែវទេព្រោះអាគារយើងជាងស្ដើងក៏អួចស្ដើងតូចហើយនៅនោះគេតិចគេធ្លាក់ព្រិលហើយអីបាទអញ្ចឹងកាលណាយកនោះទាំងខ្នល់យើងមកដាក់នេះអត់កែវទេហើយដំបូលគេសង់នោះមាននៅបារាំងរឿងហ្នឹងយើងបារាំងចុះណាព្រោះយើងក្រោមអាណាព្យាបាលមកទេអញ្ចឹងដំបូលខ្លះគាត់ប្រើជាដំបូលជាលោហៈជាអីប៉ុន្តែបើយើងប្រើជាក្បឿងប្រើជាអីតម្ងាញរំដំសម្ភារៈនៅក្នុងស្រុកយើងទេអញ្ចឹងបើថាសង់ខ្លាំងតាក់ទងនឹងដូចបារាំងបែបបាត់គាត់ត្រូវដឹកពីស្រុកបារាំងមកអស់លុយច្រើនណាស់អញ្ចឹងមិនងាយនឹងយកមកទេហើយខាតពេលខាតវេលាទៀតអញ្ចឹងបានបារាំងគាត់យកជាអីដែលថាលំនាំគាត់ទៅបានហើយប្រើសម្ភារៈនៅក្នុងស្រុកយើងហ្នឹងបាទអញ្ចឹងបានគាត់ធ្វើអីកំាញ់នេះគឺក៏អីងាយដែលថានៅកម្ពុជាក៏ដោយបើថានៅកម្ពុជាមានបើនៅវៀតណាមមានបើថានៅឡាវគាត់មានអញ្ចឹងទៅបាទហ្នឹងងាយស្រួលសាងសង់អស់តម្លៃតិចផងហើយងាយឆាប់បានរួចរាល់អញ្ចឹងបានយើងមើលទៅយើងថា3ប្រទេសនេះវាស្រៀងគ្នាតែខុសពីហៅថាម្ចាស់ដើមគេអ្នកដើមគេហ្នឹងបាទអញ្ចឹងយើងក្រោយមកយើងសេចក្ដីគ្នាទៅយើងហៅថាជាស្ថាបត្យកម្មឥណ្ឌូចិនហ្នឹងទៅបាទអូខេបាទអញ្ចឹងថាស្ថាបត្យករការគិតគូរហើយការគូប្លង់ការរចនាម៉ូដទៅតាមទីតាំងផ្ទាល់មកប្រទេសយើងត្រូពិកនៅក្នុងតំបន់យើងណាអញ្ចឹងយើងបារាំងគាត់ជាស្ថាបត្យករបារាំងក្តីតែគាត់មិនអាច apply យកអ្វីដែលជារបស់គាត់ទាំងដុល
មកដាក់នៅក្នុងទីតាំងរបស់យើងទេ បាទ ណាទីតាំងយើងត្រូវប្រើmaterial ផ្សេងប្រើ style ផ្សេងខុសពីគាត់តែនៅក្នុងលំនាំរចនាបថប្រហាក់ប្រហែលគ្នាជាមួយនឹង បាទជាមួយស្រុកគាត់ហ្នឹង អញ្ចឹងមានថាមានការសម្របទៅតាមភូមិសាស្ត្រឬក៏លក្ខខណ្ឌអាកាសធាតុនៅនេះដែរបាទ ចាលោកគ្រូចំពោះអាគារនេះនាងខ្ញុំឃើញផ្នែកខាងលើហ្នឹងដូចជាមានរងស្បូវដែលជារចនាបថមានភ្ញីមានអីបែបជារបស់ខ្មែរយើងតើជាការលាយបញ្ចូលគ្នានៃការរចនាតាំងពីសម័យនោះមកឬក៏យ៉ាងណាដែរលោកគ្រូ បាទតើតោនឹងរឿងនេះគឺយើងធ្វើក្រោយទេអ្នកយើងជួសជុលបាទខ្មែរយើងជួសជុលទៅយើងចូលរោងស្បូវយកឲ្យដាក់បញ្ចូលទៅប៉ុន្តែបើយើងមើលមកផ្លេតវាយើងអត់ដឹងអត់ចាប់អារម្មណ៍ថារបស់ហ្នឹងតែមួយដើមទេប៉ុន្តែតែយើងមើលទៅបានយើងដឹងថាអញ្ចឹងអារបស់ហ្នឹងឯងដែលថាងាយនៅត្រង់យើងមានហ្នឹងយើងដាក់បញ្ចូលទៅវាស៊ីគ្នាវានេះចូលគ្នាបានបាទអត់ដែលភាសាអង់គ្លេសគេហៅ harmony ជាមួយគ្នាហ្នឹងអាហ្នឹងគឺនៅចំណុចហ្នឹងបាទ បងខៃនេះខ្ញុំចាប់អារម្មណ៍ត្រង់ចំណុចកន្លែងមូលមួយនៅលើអាគារហ្នឹងណាចង់ជំរាបសួរកាន់លោកគ្រូថាតើកន្លែងមូលនេះពីមុនមកវាបែបហ្នឹងហ្មងឬក៏វាយ៉ាងណាដែរលោកគ្រូឬក៏ជាការរចនាបែបយ៉ាងម៉េចដែរ បាទចំណុចហ្នឹងខ្ញុំក៏អត់ទាន់ដែរយើងនៅត្រង់មួយគ្នាហ្នឹងណាវាអាចជាលំនាំចឹងឬក៏ជាលំនាំផ្សេងប៉ុន្តែវាអាចជាលំនាំដែលយើងហៅថាជានាឡិកាអាហ្នឹងត្រូវជាងបាទព្រោះមិនបានអញ្ចឹងព្រោះតែយោងតាមសំណង់ធំខ្ពស់នៅទីសាធារណៈដូចនៅទៅអឺរ៉ុបហ្នឹងគឺគាត់ដាក់នាឡិកាដាក់ជានាឡិកាគឺដើម្បីឲ្យមហាជនទូទៅគាត់ដឹងមកឧបមាថាគាត់ត្រូវជិះរថភ្លើងឬក៏ជិះរថឡានក្រុងឡានអីអ្នកខ្លះគាត់មាននាឡិកាអ្នកខ្លះក៏គាត់អត់មានអញ្ចឹងគាត់ពិបាកសួរគេយូរកាសសួរទៅមកប្រហែលមានអារម្មណ៍ថារំខានអញ្ចឹងបានគាត់ធ្វើនាឡិកាធំមួយទៅឲ្យមហាជនគាត់មើលឆាប់ឃើញជួនកាលយើងនៅឯណានេះឆ្ងាយទេគាត់ថាយើងអាចមើលពីចម្ងាយទេបើតាមផ្លូវយើងមើលឃើញនាឡិកានោះមកបណ្ដេះទៅមកខ្លួនឯងអូពេលវេលាវាត្រូវចេញមកបណ្ដេះមកនេះគឺអាចរៀបចំឲ្យទាន់ពេលវេលាពួកគេនៅនោះគេ strict លើមកពេលមកវេលានឹងច្រើនព្រោះបើកាលណាយើងខកមកជើងអាហ្នឹងវាចាំយូរអញ្ចឹងមិនព្យាយាមមិនឲ្យខកទេអញ្ចឹងបានគេដាក់នាឡិកានោះឲ្យបានដឹងមកដឹងពេលដឹងវេលាបាទអញ្ចឹងខ្ញុំចង់ជម្រាបថាអាគារនេះទោះបីឥឡូវអាយុគាត់100ឆ្នាំជាងហើយបាទប៉ុន្តែគាត់នៅមានមុខងារបំពេញមុខងារបម្រើប្រជាជនរហូតដល់រាល់ថ្ងៃអញ្ចឹងដែលគាត់បម្រើជាយើងហៅថាEDC បាទជាការិយាល័យរបស់អាជ្ញាធរអគ្គិសនីកម្ពុជាបាទអញ្ចឹងគាត់ធ្វើការបម្រើការបានរាល់ថ្ងៃ100ឆ្នាំជាងហើយបាទហើយនៅបំពេញនៅតាន់សម័យនៅឡើយបាទ បាទលោកគ្រូនៅជាប់គ្នានឹងអាគារដែលយើងកំពុងតែនិយាយនេះយើងឃើញអាគារចាស់មួយណាស់ដែលអត់ទាន់ឃើញយកមកកែច្នៃអីទេគ្រូអាចជំរាបបន្ថែមបានទេគឺប្រវត្តិអាគារនេះ បាទប្រវត្តិអាគារនេះពីដើមគឺជាអាគារស្នងការប៉ូលីសបាទស្នងការប៉ូលីសហើយបានក្រោយមកគាត់បំពេញមុខងារជាស្នងការប៉ូលីសជាអីបន្តទៀតមកហើយកន្លងមកមានក្រុមហ៊ុនភាពយន្តមួយបានយកអាគារហ្នឹងគាត់កាត់តគាត់ថតជារឿងស្អីរឿងខ្មៅរឿងអីមួយអញ្ចឹងទៅគាត់យកអាគារហ្នឹងមកប្រើអញ្ចឹងដោយសារដូចស្ថានភាពគាត់ចាស់អីអញ្ចឹងទៅបាទតែរឿងនោះយើងអត់ដែរខ្ញុំក៏មិនដែរបានមើលដែរទេណា ដូចខ្ញុំមើលជាប្រទេសនេះ បាទ ដូចជាប្រទេសនេះ ហើយអាគារនេះបច្ចុប្បន្នជារបស់ក្រុមហ៊ុនឯកជនក៏ប៉ុន្តែក៏នៅក្នុងបញ្ជីបេតិកភណ្ឌរបស់រដ្ឋដែរដែលថាត្រូវថែទាំការពារថែរក្សាហ្នឹងបាទ អាគារនេះបើសិនជាយើងចង់យកមកកែច្នៃឡើងវិញលុះត្រាតែមានស្ថាបត្យករដែលគិតគូរច្បាស់លាស់ទៅលើស្ថាបត្យកម្មនឹងគួរអាច បាទត្រឹមត្រូវហើយបាទគួរដើម្បីធ្វើការជួសជុលបាទដល់ជួសជុលថែទាំឬឲ្យមានមុខងារឡើងវិញយើងត្រូវការស្ថាបត្យករគាត់ឯកទេសគាត់ជួយបាទបើធៀបនឹងប្រទេសគេជឿនលឿនដូចយើងថាប្រទេសបារាំងគាត់សម្បូរអាគារនឹងច្រើនដែរហើយគាត់ក៏ចាប់ផ្ដើមយើងហៅថាឲ្យមុខងារឡើងវិញទៅតាមស្ថានភាពជាក់ស្ដែងអញ្ចឹងបារាំងគេឲ្យស្ថាបត្យករគេគិតគូរថារៀងត្រូវហើយបានទៅការជាមួយសាលាក្រុងជាមួយតំបន់ជាមួយទេសចរមួយទាំងអស់គ្នាហ្នឹងអញ្ចឹងបើយើងកំណត់ថាមុខងារទៅនេះហើយបានគេរៀបចំក្រុមការដើម្បីជួសជុលឲ្យមុខងារឡើងវិញដើម្បីប្រើប្រាស់ឡើងវិញបាទ ចាលោកគ្រូ
ប៉ុន្តែបើគិតតាមទស្សនៈរបស់លោកគ្រូទាំងពីរវិញតើលោកគ្រូចង់ប្រែក្លាយសំណង់មួយនេះទៅជាអ្វីដែរទៅលោកគ្រូ បើជាទស្សនៈរបស់ខ្ញុំផ្ទាល់សពថ្ងៃដូចជាអគារអតីតសូលយោដីបាទគាត់មានមុខងារគាត់ហើយគាត់បានអភិរក្សគាត់បានយល់នៅតម្លៃនៃអគារហ្នឹងហើយគឺគាត់ប្រើប្រាស់ទៅជាអគារសម្រាប់ office អញ្ចឹងយើងមិនចាំបាច់ propose អីនេះទៀតដោយសារគាត់មានមុខងាររបស់គាត់ហើយណាហើយអគារប៉ុស្តិ៍ប៉ូលីសក៏ដូចគ្នាដែរដោយសារជាកម្មសិទ្ធិរបស់ឯកជនហើយមួយទៀតរាគាដែលស្ថិតនៅក្នុងបេតិកភណ្ឌគឺគួរតែយើងថែរក្សាទុកនៅអ្វីដែលជាអត្តសញ្ញាណនៅក្នុងតំបន់ហ្នឹងនៅជុំវិញហ្នឹងសិតនៅជុំវិញតំបន់វត្តភ្នំដែលយើងអង្គុយហ្នឹងសិតតែអគារប្រើប្រាស់របស់រដ្ឋណាតើអគារនេះទំនេរតើពេលដែលម៉ោងសម្រាប់ការងារឬក៏ពេលដែលចេញពីការងារម៉ោងថ្ងៃឬក៏ពេលល្ងាចតើបុគ្គលិកឬក៏មន្ត្រីរាជការរដ្ឋគាត់គួរតែមានកន្លែងអីដើម្បីជួបជុំមកគាត់នៅក្រៅការបំពេញការងារនោះឧទាហរណ៍ដូចបងបានមានប្រសាសន៍ហើយថាប្រហែលខែមុនហ្នឹងគណៈក៏ដូចជាសមាគមស្ថាបត្យករកម្ពុជានឹងបានធ្វើការប្រកួតប្រជែងដង្ហើមទីក្រុងក៏ឃើញមានស្នាដៃមួយចំនួនរបស់បងប្អូនអាជីវស្ថាបត្យករទាំងនិស្សិតទាំងអ្នកដែលមានអាជីពជាស្ថាបត្យករហើយក៏បានលើកគាត់ធ្វើជា art gallery គាត់ធ្វើជាកន្លែងតាំងពីពណ៌កន្លែង restaurant ហើយមានអ្នកខ្លះថាទីតាំងនឹងសម្រាប់ដាក់បង្ហាញពីស្នាដៃស្ថាបត្យកម្មឬក៏វត្ថុសិល្បៈអីផ្សេងទៅតាមពេលវេលាហ្នឹង អញ្ចឹងតើតើនឹងការចាប់អារម្មណ៍របស់ខ្ញុំផ្ទាល់ខ្លួនតើតើនឹងអាគារយើងហៅអាគារបេតិកភណ្ឌในសម័យអាណានិគមបារាំងហ្នឹងបាទយ៉ាងទី1គឺតើយើងធ្វើមកតែយើងធ្វើម៉េចដើម្បីឲ្យរបស់នឹងពោកើតអញ្ចឹងវាត្រូវការតើតើនឹងធនធានបាទអញ្ចឹងដើម្បីយើងធ្វើឲ្យធនធាននឹងកើតបានយើងបានមកពីណាអញ្ចឹងគឺយើងរោមមុខងារឲ្យអាគារហ្នឹងដែលជាតាអង់គ្លេសគេហៅ remodeling ការកែប្រែមុខងារថ្មីឲ្យតាគាត់ជាអ្វីអញ្ចឹងយើងយកអាគារហ្នឹងមកអង្គុយគិតមើលតើនឹងខ្លាយជាអ្វីបំរើផលប្រយោជន៍ជាអ្វីបាទហើយទី2តាក់ទងនឹងអាមរតកកាលណាយើងមានអស់របស់ហ្នឹងមានមរតកជួនកាលយើងមានអាគារនឹងយើងធ្វើអញ្ចឹងដល់យើង remodeling ជ្រោដៃទៅចេញមួយអីថ្មីចាស់បាត់អានោះវាបាត់វាបានតម្លៃសេដ្ឋកិច្ចមកវិញប៉ុន្តែអាតម្លៃវប្បធម៌បេតិកភណ្ឌយើងមរតកហ្នឹងគឺបាត់អស់លីបាត់វាចេញថ្មីបាត់ឯហ្នឹងដូចខ្ញុំនិយាយថាដីខ្ញុំអានោះផ្ទះឈើចាស់បាត់ហើយខ្ញុំសង់ផ្ទះថ្មីអាហ្នឹងសួរមានដីអត់មានទៅចាប់ដល់អញ្ចឹងយើងរោទៅមកយើងថែរក្សាមរតកហ្នឹងឲ្យមានបាទហើយការរោដើម្បីវាចំណូលឡើងវិញហ្នឹងបច្ចុប្បន្នយើងរោបានចំណូលហើយថាមានប្រយោជន៍នោះបានន័យថាអង្គរាជាការិយាល័យក៏មានប្រយោជន៍ដែរអញ្ចឹងយើងរោវិធីថាតើនៅពេលចប់ម៉ោងធ្វើការនោះតែយើងអាចប្រើប្រាស់គាត់ជាប្រយោជន៍អីបានអត់ដើម្បីជាចំណូលអីបានអត់អញ្ចឹងកាលណាគាត់មានមុខងារអាហ្នឹងគាត់បំរើយើងបានហើយយើងរកជាប្រយោជន៍ជាអីថែគាត់បានអញ្ចឹងមនុស្សទូទៅដឹងអញ្ចឹងអាគារហ្នឹងវានៅយូរវែងរាប់ឆ្នាំតគ្នាໄວបើកាលនោះគាត់ជាប៉ុស្តិ៍ប៉ូលីសប៉ុន្តែឥឡូវគាត់ជាហើយយើងហៅជាភោជនីយដ្ឋានឬក៏ជាហាងកាហ្វេឬក៏ជាសាលតាំងពីពណ៌ជាអីវាមិនមែនរឿងប៉ូលីសអត់ទេរឿងប្រយោជន៍នឹងផ្សេងក៏បានបំរើប្រយោជន៍នេះយើងដឹងប្រវត្តិរបស់គាត់គាត់មកចេះយើងបានដឹងអញ្ចឹងយើងដឹងថាយើងពីណាទៅណាយើងដឹងប្រវត្តិតរហូតដល់មកបាទអាហ្នឹងខ្ញុំចូលឃើញថាអញ្ចឹងបាទ ចាអរគុណលោកគ្រូច្រើនមែនតើចំពោះបងខៃវិញបងយល់ឃើញអាណាដែលបងបានចូលរួមជាមួយប្អូនតាំងពីសប្តាហ៍មុនហើយមកដល់សប្តាហ៍នេះបានចូលជាមួយលោកគ្រូទៀតតើបងយល់យ៉ាងណាដែរចំពោះរឿងស្ថាបត្យកម្មទាំងអស់នេះ អរគុណលីនអរគុណច្រើនមែនទែនតាមពិតបងសប្បាយចិត្តដែលលីនផ្ដល់ឱកាសឲ្យបងបានចូលរួមឲ្យជួបជាមួយនឹងលោកគ្រូទទួលបាននៅចំណេះដឹងបន្ថែមពីស្ថាបត្យកម្មច្រើនហ្នឹងហើយកាលពីលើកមុននោះជួបលោកគ្រូនៅវត្តភ្នំបានស្វែងយល់ពីសំណង់ស្ថាបត្យកម្មជាច្រើនប្រវត្តិខ្លះៗទាក់ទងជាមួយនឹងវត្តភ្នំហើយកាន់តែពិសេសទៀតហ្នឹងសប្តាហ៍នេះបានជួបជាមួយលោកគ្រូស្វែងយល់បន្ថែមពីសំណង់ស្ថាបត្យកម្ម
នៅក្បែរហ្នឹងដែរប៉ុន្តែអីដែលចាប់អារម្មណ៍ហ្នឹងគឺដោយសារតែផ្ទាល់ខ្លួនខ្ញុំជាមនុស្សចូលចិត្តរបស់ចាស់ vintage classic អញ្ចឹងគាត់ទៅលើថាសំណង់អាគារអាយុ100ឆ្នាំជាងគួរឲ្យចាប់អារម្មណ៍មែនទែនបន្ទាប់ពីបានស្វែងយល់ហើយខ្ញុំឃើញថាទីក្រុងភ្នំពេញហ្នឹងគឺកាន់តែគួរឲ្យចាប់អារម្មណ៍ព្រោះថាមានរឿងជាច្រើនដែលអត់ពីមុនមកខ្ញុំអត់ដែលដឹងដូចជាសំណង់ស្ថាបត្យកម្មជាច្រើនប្រវត្តិមួយចំនួនអត់ដែលដឹងនៅពេលដែលដឹងទៅគឺធ្វើឲ្យខ្ញុំកាន់តែចាប់អារម្មណ៍ជាច្រើនហើយអីដែលពិសេសគឺសារៈសំខាន់នៃស្ថាបត្យកម្មមានផលប៉ះពាល់មានឥទ្ធិពលធំទៅលើដែលពីមុនមកខ្ញុំអត់បានស្វែងយល់អត់ដឹងហើយដោយលោកគ្រូជំរាបមកអញ្ចឹងខ្ញុំគិតថានៅក្នុងការរស់នៅក៏ត្រូវការស្ថាបត្យកម្មត្រូវការយល់ពីគ្រឹះខ្លះដែរដើម្បីការរៀបចំផ្ទះអីក៏ត្រូវការដែរអញ្ចឹងហ្នឹងគឺសប្បាយចិត្តមែនទែនហើយពេញចិត្តមែនទែនហើយអរគុណលោកគ្រូសម្រាប់ការជួយបញ្ចូលចែករំលែកអរគុណនិយាយដូចគ្នា បើខ្ញុំក៏ចង់អរគុណបងដូចគ្នាក៏ដូចជាពិសេសគឺអរគុណទៅដល់លោកគ្រូទាំងពីរដែលបានផ្ដល់កិត្តិយសអញ្ជើញចូលរួមជាមួយនឹងនាងខ្ញុំដោយសារតែនាងខ្ញុំគឺជាមនុស្សដែលចូលចិត្តថាស្រាវជ្រាវទៅលើផ្នែកស្ថាបត្យកម្មនេះអញ្ចឹងនៅពេលដែលមានវត្តមានរបស់បងក៏ដូចជាវត្តមានរបស់លោកគ្រូគឺដូចបានបំពេញក្តីសម័យឲ្យខ្ញុំមួយអញ្ចឹងចាដោយសារតែការស្រាវជ្រាវរបស់ខ្ញុំគឺខ្ញុំចង់ផ្សព្វផ្សាយទៅដល់មិត្តភ័ក្តិដែលរៀនជាមួយគ្នាផងក៏ដូចជាបងប្អូនប្រជាជនរបស់យើងផងដែរដែលគាត់គួរតែយល់ដឹងខ្លះដែរទាក់ទងនឹងរឿងនេះចាហើយសង្ឃឹមថាខ្ញុំនឹងមានឱកាសជួបជាមួយនឹងបងក៏ដូចជាលោកគ្រូនៅឱកាសក្រោយជាបន្តទៀតដល់ចាគាត់ថាលោកគ្រូទាំងពីរក៏ដូចជាបងនៅផ្ដល់ឱកាសឲ្យខ្ញុំបានជួបសន្និសីទនានៅឱកាសក្រោយបន្តទៀតផងដែរចាអរគុណលោកគ្រូអរគុណបងចាអរគុណ